men riêng đo còn đất mơ từ nhạ chung vinh thay chia sầm ram là ngôn đọc chết mình che ấy nó cơ mình thế na một cái này dương riêng tăng từ khu dương cọp bay ạ nó kêu hỏi căn từ tiếp đòn đòn chun cướp sự tập bản nè mình sẽ chập ở đó một khơi tật tu ô tầm na chân tay lột cho đi môi lột cho nó pi ấy chân tay về chưa riêng nông về chưa riêng bọc cô đây mình cha thay vậy xong nè bố nó lo từng lại công trở lâm nè bố chia sẻ thả ban chia chừng cao chia sẻ hạ chia sẻ ma cung thông mùi trong chắc vào xong chỉ phải thông và thiên xong đấy khuyên bịa thả kho này khuyên thả khuyên bịa thả kho khuyên bịa thả cặp để thả cặp nó một con để khổ chỉ một con nó thế để khổ mình ai ta một con nó không muốn từ cho đào sang xây nè cọ dạng này giờ nó mình để cho là con nó dừng rùm xa mà kia kia tới rùm kỳ vọng kia tới cứ bật tay chiết dương ban đi chùm ra mà cả nào bật tay chiết dương ban đi chùm ra nhưng bật công cao từ tam nặng ra lâu từng lại bắt đầu tầm nặng cao này hơi mình men chia tầm nặng cao rồi khó rồi từ đây ta chia tầm nặng cao để phân từng óc nè phân đập bầy chui sân cung chui nơi bật đây chia bỏ chứ hay có xôm đâm nhà chu đờ dụ chôn chùm non cào có bay lây dạng mây ở che sẽ thật là không còn sẽ là thua bro tha là dương riết đó bẩn đất nó có miền đầm lại đây bà sân để dương miền con sẽ là thua lời dương riêng chọc bằng đất và dương đào chơi đã cái trăng dân tới khi mình lượt đầy xa tô dưới này vấn đề và dương riêng trăng là rạc căm cả đời tại vì dương tới chơi lượt đầy dùm điệp xua dùm bè kê dùm đanh kia là vẹn kia của rộp dương vinh chân đài chân chùm này đấng biết có xa hơi vấn đề mà che đăng haiประกอบដោយក្រុមសិលធម៌នោះរឹងរឹកតែភាសាដែរប៉ុន្តែបើមានតែក្រុមសិលធម៌ខ្វះចំណេះដឹងក៏វាពិបាកដែរអញ្ចឹងហើយទើបសូមឲ្យយើងលើកកម្ពស់តម្លៃសិក្សានេះគឺប្រឹងសិក្សាស្វែងយល់ស្រាវជ្រាវរៀបរកនៅចំណេះដឹងឯណាថ្មីដែលយើងមិនទាន់ដឹងមិនទាន់ចេះឲ្យចេះប៉ុន្តែពេលដែលចេះដឹងហើយក៏បីត្រូវរស់នៅក្នុងក្រុមសិលធម៌កុំចេះរហូតដល់ថ្នាក់មើលទៅឃើញអ្នកជំនាញខ្លួនដូចមិនមែនមនុស្សអញ្ចឹងនោះក៏មិនកើតដែរហើយការដែលកើនឡើងនៅមនុស្សបែបនេះក៏កំគួរឲ្យកើនឡើងបន្តអីក៏បីកាត់បន្ថយដើម្បីធានាឲ្យបាននៅសេចក្តីសុខទាំងអ្នកដែលចេះអ្នកមិនចេះចេះរួបរวมគ្នាសាមគ្គីគ្នាជាជនលកដើម្បីស្ដារឲ្យបាននៅធនធានមនុស្សដែលមានចំណេះដឹងនិងសិលធម៌កាលណាប្រទេសដែលមានចំណេះមានប្រជាជនដែលមានចំណេះដឹងច្រើនហើយមានសិលធម៌ច្រើនគឺប្រទេសល្អឥឡូវប្រជាជនយើង16លានអ្នកជាង
អ្នកចេះសពថ្ងៃក៏ច្រើនដែរប៉ុន្តែចេះមែនហូបសម្រាមនៅតែបោះចោលដែរអាហ្នឹងក៏មិនខើតដែរដឹងតែចេះមកធ្វើអីរៀនចាប់បណ្ឌិតហ្នឹងមកធ្វើអីទេហ្នឹងហើយព្រោះកាលណាយើងចេះយើងត្រូវទៅប្រកបដោយសេចក្តីថ្លៃថ្នូររៀនចេះទៅចាប់បណ្ឌិតជ្រៅជ្រះមើលឃើញមុខក្រោយទៅដល់តែមានរឿងអីជេរឈ្ងុយយើងអ្នកអត់ចេះទៀតបើអ្នកចេះបកកាយជេរនោះព្រមនឹកពាក្យថ្មីថ្មីជេរបានច្រើនក៏អត់ល្អដែរនឹងអត់ល្អហើយអ្នកចេះច្រើនតែបែបនោះទៅសង្គមស្រួលឬមិនស្រួលយើងគិតមើលនាំគ្នារៀនចេះគ្រប់គ្នាដល់ចូលមកវត្តមកវាអញ្ចឹងសម្រាប់ខ្លួនឯងចេះទុកដាក់ឲ្យល្អបោះចោលទៅពីទៅពីនឹងល្អមិនល្អនោះចេះយកមកធ្វើអីចេះអញ្ចឹងបើតែចេះខ្លះទៀតទៅគេធ្វើមិនតាន់ហើយផងនោះក៏ខុសនេះក៏ខុសហើយបើដឹងតែខុសអញ្ចឹងក៏មិនធ្វើម្ដងទៅវាអញ្ចឹងឬក៏ទៅធ្វើខ្លួនឯងមួយឲ្យកើតតែមកចេះដែរតែចេះទើសចេះតោះហ្នឹងក៏មិនតាន់តែល្អប្រសើរអាចតែចេះទៀតទៅចេះពិតចេះដាសាហើយហួរនិន្ទាគ្នាចុះឡើងហ្នឹងក៏មិនយើងចេះប្រសើរអីទេអ្នកចេះពិតប្រកបគឺអ្នកចូលរួមជាចំណែកអនុវត្តនៅសេចក្តីល្អឲ្យគេឃើញឲ្យគេយកគំរូតាមប៉ុន្តែទោះតែគេមិនឃើញទោះតែគេមិនយកគំរូតាមក៏ដោយក៏ត្រូវតែធ្វើខ្លួនឯងឲ្យជាគំរូដល់គ្រួសារខ្លួនឯងដល់កូនចៅខ្លួនឯងដោយសម័យក្រោយពុទ្ធកាលមកមានមហាទេវៈតែមិនមែនទេវមនីទេណាព្រះមហាទេវៈហ្នឹងគេថាចេះចាំបត្រៃ3ដកចេះចាំគ្រប់បែបយ៉ាងតែលោកធ្វើអនន្តរិយកម្មដល់តែ3ដល់តែ4នោះទី1លោកសម្រាប់ម្ដាយសម្រាប់ឪពុកសម្រាប់ព្រះអរហន្តតែសម្រាប់ឪពុកសម្រាប់ខ្លួនឯងទៅស្រឡាញ់ម្ដាយស្រឡាញ់ម្ដាយមិនត្រូវសម្រាប់ឪពុកហ្នឹងអនន្តរិយកម្មទី1ដែលសម្រាប់ឪពុកហ្នឹងព្រះអរហន្តលោកឃើញភិក្ខុជាព្រះអរហន្តលោកឃើញខ្លាចបែករឿងពីព្រះអរហន្តទៅសម្រាប់ព្រះអរហន្តមួយទៀតហ្នឹងមិនអនន្តរិយកម្មទី2ដែលតែមកនៅជាមួយម្ដាយនឹងយូរទៅនឹកឃើញចង់ទៅបួសខ្លាចបែករឿងហ្នឹងសម្រាប់ម្ដាយបំមិតមាត់មួយទៀតទៅវា3ចូលទៅបួសលោកបកែចាំបកែចេះបកែស្ដាប់អានអីត្រឹមត្រូវអញ្ចឹងទៅមានសិស្សមានគុណច្រើនឡើងទៅលោកចាប់ផ្ដើមតាំងខ្លួនជាព្រះអរហន្តហើយក៏តែងជាកអង្គនេះសោតាបានអង្គនេះសក្តិអនាគាដល់កូនសិស្សនោះឆ្ងល់ទេគ្រូព្រះអាចារ្យអញតែងតាំងយ៉ាងនេះយ៉ាងនោះព្រោះអាកាលិកោធម្មតាគឺដឹងច្បាស់ឃើញច្បាស់ដោយខ្លួនឯងមកសម្រាប់ជាសោតាដឹងខ្លួនឯងសោតាតែឥឡូវអាត្មាអញនេះគ្រូអញព្យាករថាអរិយបុគ្គលថ្នាក់នេះអញអត់ដឹងតែខ្លួនឯងអញ្ចឹងផងទៅសួរព្រះអាចារ្យចាព្រះអាចារ្យលោកចេះតែដោះស្រាយទៅលោកតែអំបាលនៅព្រះមុខលៀនព្រះសរិបុត្រអីនៅមានព្រះពុទ្ធព្យាករអញ្ចឹងលោកម្ចាស់ឯងនឹងក៏ខ្ញុំកណាព្យាករអញ្ចឹងដែរអីដែរអញ្ចឹងទៅយូរទៅកូនសិស្សនោះប្រកាន់ធម៌បែបហ្នឹងទៅប្រះចាកជាមួយនឹងព្រះអរហន្តមែនតែនណាអញ្ចឹងក៏ប្រឆាំងគ្នាចុះឡើង8សង្ឃអនន្តរិយកម្ម4យ៉ាងហើយអ្នកដែលជ្រះថ្លាក្នុងសំណាក់លោកនឹងនាំគ្នាលើកតបលើកទីងទៅធ្វើបុណ្យជាមួយកោតក្រែងគោរពតាចេះដល់តែចុងក្រោយកាលដែលធ្វើនឹងវាមិនបានគោរពចំពោះសង្ឃដល់មិនបានគោរពចំពោះសង្ឃព្រះអង្គនោះលោកធ្លាក់នរកហើយលោកនាំអ្នកដែលធ្វើបុណ្យជាមួយលោកនោះធ្លាក់នរកទៀតឮតែព្រះគ្រូហ្នឹងបែបសម្បើមធំជាងព្រះ
ប៉ុន្តែសាមណៈស័ក្តិនោះទីជាព្រះធំជាងព្រះគ្រូទីជាព្រះនោះធំជាងព្រះគ្រូយើងគិតថាទីព្រះគ្រូហ្នឹងដូចជាមន្ត្រីថ្នាក់ក្រោមជាងឬក៏ថាដូចជារដ្ឋបាលស្រុកនៅក្នុងចំណោមចង្កោមនៃស្ថាប័នសង្ឃមកគិតថាមន្ត្រីឋានានុក្រមជាចៅវាយស្រុកជាពិបាលរងស្រុកអីហ្នឹងគឺថាកាន់តំណែងទីជាព្រះគ្រូប៉ុន្តែដល់ថ្ងៃហ្នឹងជាបុណ្យប្រកាសស្រោចស្រពនឹងសង្គន្ធវេរីប្រគេនពោះព្រះគ្រូឲ្យឡើងទៅជាព្រះទីជាព្រះក្នុងរាជាគណៈរាជាគណៈនោះមាន4ពួកក្នុងប្រអប់និង1ពួកទៀតនៅក្រៅប្រអប់នេះថាព្រះរាជាគណៈដែលនៅក្នុងប្រអប់នោះពងខ្ពស់ធំជាងគេហ្នឹងគឺថ្នាក់ឯងមាន3ចុះបន្តមកថ្នាក់ចូលមាន6ចុះមកទៀតមកថ្នាក់ត្រីចុះមកទៀតមកថ្នាក់ចាត់ធွာដល់តែក្នុងចំណោមព្រះរាជាគណៈទាំង4ប្រអប់នេះមានគ្រប់បរិបូរណ៍ហើយតែករណាព្រះមហាក្សត្រព្រះអង្គសពរាជហឫទ័យប្រោះរាជទានទីក្រៅប្រអប់នេះគឺថ្នាក់កិត្តិយសហ្នឹងដែលឡើងទៅជាព្រះរាជាគណៈថ្នាក់កិត្តិយសហ្នឹងគឺរាជាគណៈប្រែឲ្យស្រួលស្ដាប់ថាពួកក្រុមនៃស្ដេចពួកក្រុមនៃស្ដេចអញ្ចឹងគឺសាមណៈស័ក្តិហ្នឹងគឺថ្កុំថ្កើងពងខ្ពស់ឧត្តមឧត្តមណាបើធៀបជាមួយនឹងដែលក្រុមមងាររបស់កុហកហ្នឹងគឺឡើងទីរាជាគណៈហ្នឹងគឺឡើងជាអុកញ៉ាឡើងទីជាអុកញ៉ាអញ្ចឹងទៅតែអុកញ៉ាក្នុងសម័យបច្ចុប្បន្នហ្នឹងគឺតែមានទ្រព្យធនសម្បត្តិជួយបរិច្ចាគក្នុងការកសាងអភិវឌ្ឍប្រទេសជាតិតាមចំនួនកំណត់ដែលរាជរដ្ឋាភិបាលបានកំណត់ទៅបានទទួលក្រមមងារទីជាអុកញ៉ាចុះប្រសង់ទៅបានទៅជួយអីបានតែលើកកំកុំដំកើងឲ្យបានទីជាអុកញ៉ាអីចឹងដែរតែជួយយ៉ាងម៉េចជួយក្នុងវិស័យកសាងនៅហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តពីការកសាងនៅវត្តនៅអារាមនេះគឺជាគុណសម្បត្តិដែលបញ្ជាក់អំពីតម្លៃដែលព្រះអង្គបានពុះពៀកសាងនៃវត្តបលាំងអញ្ចឹងគឺបើមាននៅព្រះវិហារមាននៅសាលាឆាន់មាននៅកុដិថ្មីដែលត្រៀមនឹងកាត់ខ្សែបូស្អែកនឹងផងនេះជាស្នាមពហុរបស់ពីណានៅស្នាមពហុរបស់ព្រះគ្រូចៅអធិការដែលគង់បទរមាននៅក្នុងវត្តហ្នឹងវត្តមិនមែនចេះតែធ្វើទៅបានដូចបំណងដូចចិត្តដែលយើងនឹកចង់បានចង់ឲ្យកើតហ្នឹងចេះតែកើតស្រួលនោះក៏អត់ទេគឺត្រូវការពុះពៀដល់ឧបសគ្គដើម្បីកសាងនេះជាចំណែកមួយក្នុងការអភិវឌ្ឍនៃប្រទេសជាតិឲ្យរីកចម្រើនតាមបែបភូមិនិងឃុំមូលដ្ឋានមាននៅវត្តអារាមល្អទន្ទឹមនឹងនោះសោតនោះមិនមែនត្រឹមតែថា
ជួយត្រឹមប៉ុណ្្នឹងទេវត្តអារាមនោះវត្តអារាមមានទូនាទីជួយដល់រាជរដ្ឋាភិបាលជួយទៅដល់ប្រជាពលរដ្ឋដែលរងផលប៉ះទង្គិចវេលាដែលចាំបាច់យើងគិតមើលក្នុងសម័យដែលឃើញជាក់ស្ដែងកន្លងមកហើយដូចជាកាលដែលសម័យកូវីដអីកើតឡើងអញ្ចឹងជាដើមប្រសង់ចូលរួមផ្គត់ផ្គង់ជាចំណែកមួយយ៉ាងធំសម្បើមក្នុងការជួយដល់អ្នកដែលធ្វើចាប់តល័យសានដឹកនាំស្បៀងអង្គមីត្រីខទឹកត្រីសំទុកពីកាលមានឆាន់យកទៅទំនប់បំរុងដល់អ្នកដែលកំពុងធ្វើចាត់តល័យសាននៅដែលយើងមើលឃើញហើយជួយទៅតាមមន្ទីរពេទ្យតាមមណ្ឌលសុខភាពតាមស្ថាប័នស្រុកឃុំសង្កាត់ដើម្បីចុះទៅជួយដល់ប្រជាពលរដ្ឋដែលរងវិបត្តិជាមួយនឹងផលប៉ះពាល់អានោះเป็นការងារក្នុងពេលកំឡុងកើតបែបនោះប៉ុន្តែពេលដែលមិនកើតបែបនោះក្នុងអន្តរកាលសពថ្ងៃគ្រោះដោយអគ្គិភ័យក៏ប្រសង់លោកចូលរួមទៅជួយដល់តែខែទឹកជំនន់គ្រោះទឹកជំនន់ក៏ព្រះអង្គចូលរួមទៅជួយហើយអ្វីត្បិតថាតិចតួចស្ដួយស្ដើងឬក៏ច្រើនប៉ុណ្ណាគឺទៅតាមលទ្ធភាពរបស់វត្តអារាមដែលមានជួយតែថាអត់គឺមិនអត់ទេតាមបណ្ដាវត្តវេលាមានបុណ្យអុំទូកអីនឹងគឺប្រសង់លោកទំនប់បំរុងទូកងទំនប់បំរុងសពគ្រប់បែបយ៉ាងបញ្ហាគឺវិភាគទានដែលចេញពីវត្តអារាមហ្នឹងគឺមានទៅគ្រប់កន្លែងតាំងពីរដ្ឋបាលឃុំរដ្ឋបាលស្រុកគឺថាវត្តចូលរួមជាចំណែកក្នុងការគាំពៀមិនមែនថាវត្តជាដង្ហើមរបស់ទាំងអស់នឹងទេប៉ុន្តែរដ្ឋក៏ជាចំណែកមួយជាកោសិកាមួយក្នុងការគាំពៀវិស័យទាំងអស់នឹងដែរហើយទាំងអស់នឹងបានមកវិញដោយសារអីបានដោយសារការមាននៅវត្តមានរបស់ព្រះគ្រូចៅតេកាដែលព្រះអង្គដឹកនាំហើយមាននៅមនោសញ្ចេតនាមាននៅចិត្តបរិច្ចាគនៅអ្វីដែលជាគរុភ័ណ្ឌរបស់វត្តអបលាភតែជាសាធារណប្រយោជន៍ជាសារណទាននេះជារឿងដែលប្រសង់លោកបានចូលរួមជាចំណែកមួយទៀតគឺថាវិស័យពុទ្ធកសិក្សាវិស័យពុទ្ធកសិក្សានេះគឺថាក៏ដើរតួយ៉ាងសំខាន់ដែរក្នុងការបង្រៀនព្រានប្រដៅដល់យុវជនឬក៏ចំពោះសាមណនិស្សិតគុណគុណម្ចាស់គ្រប់ព្រះអង្គព្រះមេត្តាករុណាជ្រាបនឹងជ្រាបថាស្ថាប័នពុទ្ធកៈនេះជាស្ថាប័នដែលពីដើមសម្បូរដោយធនធានជាស្ថាប័នរៀងថាសំណាងបន្តិចកាលខាងដើមមុនប៉ុន្តែមកដល់សម័យកាលនេះគឺថារៀងអភ័ព្វដូចម្ដេចទៅដែលហៅថាអភ័ព្វមធ្យមសិក្សាឬក៏ឧត្តមសិក្សាក្នុងពុទ្ធកៈមិនសូវជាអីទេប៉ុន្តែសម្រាប់បឋមពុទ្ធកៈនេះគឺរៀងអភ័ព្វដូចម្ដេចទៅប្រគុណណាគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទរៀងជ្រាបថាពីដើមកូនដែលមានចំណេះវិជ្ជាមាននៅសិល្បៈឆ្លៀសឆ្លាតបានមានសទ្ធាចូលមកបួសហើយសិក្សាទៅគឺថា
ទៅមុខលឿនមិនពិបាកដល់គ្រូបាអាចារ្យប៉ុន្តែសប្តាហ៍ថ្ងៃនេះបុគ្គលដែលបានមករៀនមកសូត្រក្នុងពុទ្ធសាសនាហើយមកបួសនឹងដល់ច្រើនទៅគឺអ្នកដែលឈប់ចូលសាលារៀនមិនកើតម្ដាយដឹងទៅណាក៏ដេញឲ្យមកបួសដែរកិច្ចសាលាមិនចូលសាលាម្ដាយឪពុកមិនដឹងទៅណាក៏ដេញឲ្យមកបួសមកឬក៏អ្នកខ្លះមាននៅចេតនាអីត្រឹមត្រូវទេប៉ុន្តែខ្វះនៅធនធានសម្រាប់រៀនសូត្រក៏បញ្ជូនមកបួសមកដើម្បីសង្ឃឹមថាផ្ញើខ្លួននឹងសាសនាឲ្យបានរៀនបានសូត្រទន្ទឹមនឹងនោះសោតទៀតវិស័យអប់រំនានាមិនថារដ្ឋមិនថាឯកជនទេពេលដែលលោកទទួលបង្រៀនតាមសាលាស្ថាប័នគ្រឹះស្ថានសិក្សាផ្សេងគឺគាត់ទទួលតែបង្រៀននិងបង្ហាត់ទេប៉ុន្តែសម្រាប់ពុទ្ធកសិក្សាវិញបើកាលណាបើកសាលាឲ្យលោករៀនហើយគឺចិញ្ចឹមទាំងបាយទាំងទឹកទាំងភ្លើងទាំងទីស្នាក់នៅគ្រប់សពបែបយ៉ាងហើយកូនទាំងអស់នោះជាកូនរបស់អ្នកណាមិនមែនជាកូនរបស់លោកទេកូនក្នុងសមណភេទក៏ពិតមែនហើយប៉ុន្តែដែលសត្វស្រស់ឈាមស្រស់ជាកូនរបស់ប្រជាពុទ្ធបរិស័ទហើយយកមកផ្ញើជាមួយនឹងព្រះភិក្ខុសង្ឃសង្គមថាបានរៀនបានសូត្រហើយពាក្យតាក្មេងដែលស្រួលទេបើត្រឹមត្រូវគេមិនហៅក្មេងទេបន្តទៅជន់ចានជន់ឆ្នាំងខ្លះគាត់ក៏ហៅក្មេងលោកនេនអញ្ចឹងដែរ10ឆ្នាំ9ឆ្នាំ8ឆ្នាំទីដណ្ដប់អីនេះកំពុងតែពេញមហាដែរចាប់ឈ្នះទេហើយយកមកផ្ញើលោកទៅដល់ទៅលោកគ្រប់គ្រងបានល្អអីអញ្ចឹងទៅមានសន្តាប់ធ្នាប់អភិសមាចាររបៀបរៀបរយអីទៅមិនសូវជាលឺមាត់សរសើរថាលោកល្អអីទេតែបើសិននេនក្នុងវត្តហ្នឹងជន់ចានជន់ឆ្នាំងខ្លះឡើងចុងអំពិលខ្លះចុងស្វាយខ្លះអីខ្លះអញ្ចឹងទៅអាហ្នឹងគឺបន្ទោសដល់លោកសក្តិវត្តហ្នឹងមិនចេះមើលមិនចេះអីទេតែតកូនខ្លួនឯងម្នាក់2 3ហ្នឹងមើលមិនឈ្នះឲ្យតម្រង់ទៅលោកម៉ែក៏លោកឪក៏លោកតែមួយអង្គហ្នឹងធ្វើម៉ែផងធ្វើឪផងហើយទៅមើលហ្នឹងសឹងថាមិនឈ្នះតែបើចង់ឲ្យមើលឈ្នះបន្ទាប់តពីដើមមានហិង្សាខ្លះនោះចៅអធិការពីដើមលោកកាលនោះលោកមិនបានគិតច្បាប់បួសតែច្បាប់ណែសិទ្ធិមនុស្សសិទ្ធិកុមារអីទេលោកនឹកឃើញនៅបំបីខ្លះអត់កើតតែពីចៅអធិការជំនាន់ដើមសិទ្ធិតែមេចោលមកបួសឯណោះមិនអ្នកធម្មតាអីលោកខ្លំគេឆ្អែតនឹកឃើញកែខ្លួនហើយទៅបួសហ្នឹងហើយដល់ទៅបួសនោះមហាកាចឯវត្តណាប៉ះលោកធ្វើមេចោលពីដើមធ្វើសក្តិអីហ្នឹងកាចអតីតវត្តពហិលួងអាដងណាលោកប្រសពលោកមេចោលលោកមេចោលឯកាចមហាកាចឯប៉ាត់ទៅមកទៅឲ្យទៅលោកសោតទៅឲ្យលោកណាផ្ទៀងហ្នឹងដល់វេនលោកណាផ្ទៀងហ្នឹងលោកហ្នឹងបាក់ចិត្តទៀតទៀងនៅអ្នកផ្ទៀងលោកក៏តលឿនជាងលោក
เอาแต่ยืนเชียงโลกเตียงโลกเต้าโลกอ่ะอัดบานปรับโลกตอนนึงđau nó chết nó để đặt đây ngày mùi nó nè mình đang ở mình khang ná đấy vọt về lục chặt sập sập ông này mình vọt xàm xài sập nẹt tiền đang mùi nào từ ban nhà mà nó nồngไปเฮียนงไอ้โลกลางแต่ว่าปักติดโลกนั้นโลกกู้ก็ดังหาวมาส่วนแต่นะดังบนเนี่ยดังก็เป็นเห็นท่าดังนะมาวัดเอาตะกูโซดช่วยให้สะดำได้เกิดเป็นดังถือดังอ๋อครับครับไอ้โลกไปโลกกายตั้งแต่กายคลาวิเคราะห์ประชาปีสลัดทองปีไอ้กับเป็ดแมนให้คนตายกายคลารูปแต่จ้องอ้อยละอ้อเต้จ้าอะไรโบราณลูกเมียนสุเพียสันมวยทัศลังโกในใบสลังก็ได้ทนอมเนาะมันใบก็ปงเรียนบานแต่คนตายเมนเพียจ้าในโยมmột vọtนั่นคือเมนยัยไปหมดได้เมนท่าอ้อแน่เนนให้chạy quay chạy cho ta ná rồi là tầm tới nó mình chân thế nó thì chơi nó có ba tầm mong sao ta có bao đây chứ nè giờ mọi luôn nó mình sao mà đa thế nó rừng không mà ha rừng mình gì chân ta mình từng thế nó còn tay đồ trái mình chân chuột chân đàn chân lục cà là tới có vật không lục chứ đó lục ấy một cà mà leo dẫn đi mua dẫn đi phi chân tay vay còn vay trả lại chân thế các lục mình cát mình cả mình mà bây giờ may sọc ngày ấy phỏng lục nên nó mình đấy mình mà thở đã ấp sâu được quân lấy phóng cầm tu là sập nông cho trong chiên côn kia nè sọc tới tiền đơn chân và kêu chào từ cao lúc sẵn nó không phê chụp ấp chụp nó mình cua từ vừa kêu này đâm đạp đó nã nông hay sẵn nó chất và chia bật bò rồi sắp để bỏ ăn không châm không tụm nó bụng rong nó lô có ca tư đó là ca đã tới và tới không cho bắp mình lúc ấy nên tới tiệt hại cho bắp của ma ấy chẳng đây vừa chưa riêng lồng ba và thành châm cồn kia nên vì mình xua thế đó này dương mơ đi chỉ con bắt đây và sáng lục không răng ốc rung priên bật đáy đó là chế đăng tới mình men vô nè ốc nâng mòn châm lô kỳ ná bây giờ dương châm côn châm cháu bên côn cháu dương bạn một khu mọt đấy lượt công càng bôi bông từ cô vong phao vào giường vấn tài đó là về côn sơ nè để trình bị cru tới phải từ riêng ban công khu về class mình đừng thả cru bị tranh khang nào mà bỏ mình ban công càng ấy cru với thế bốn nè đã lõ thì mình sao xua ro cru đi mình nè khôi nó mà xua nó cru Việt Nam mất lục nè nhưng Việt Nam mất bị vọt ná ai vọt nó lọ trầm trầm sao khó đòi nè đền nơi vọt sao ca bạc để bắt ai ca bạc để bắt mình lọ đây cái chuyện họ bị bạ mùi tay không sừng cung mình men được bật tê Campuchia bỏ dương mùi tê cốc bật tê để căn cột sát na mình tha lăng ca mình tha phùng mìa mình tha thầy mình tha liêu để được ta căn cột sát na cho thê là viết nữa nè bởi miền bị bắt sát na đời xa ta vì say phốt tất cả
សិក្សានឹងពេលចុះឈ្មោះរៀនសរុបមក5000អង្គអីដល់ទៅពេលដល់ថ្ងៃឡើងប្រឡោះវាសល់តែប្រមាណ200 300 500ធ្លាក់ប៉ុណ្ណាទៅធ្លាក់ខ្លាំងហ្នឹងសាលារដ្ឋសាលារបស់អាណាចក្រក៏អត់ដូចលោកសង្ឃទេអត់ដូចសាលាលោកសង្ឃសិស្សពីមួយឆ្នាំទៅមួយឆ្នាំគេមានកំណើនកើនឡើងផងសិស្សតែពុទ្ធកៈឡើងស្រកមកពីអីសួរថាឫសគល់ទៅណាទៅលោកនោះខ្លាស៊ីអស់ឬមិនបានបាត់ដោយច្រើនគឺលាចាកសិក្ខាបទតែការលាចាកសិក្ខាបទនេះដូចបន្ទាត់ត្រង់អញ្ចឹងសម្រាប់អ្នកពោះបន្ទាត់មួយត្រង់ភ្លឹងអញ្ចឹងទៅយើងអត់ទាយថាបែកឆ្វេងបានបែកស្ដាំយើងអត់ដឹងដែរអត់ហ៊ានថាទេអាការបួសឲ្យសឹកដូចបន្ទាត់អញ្ចឹងដូចឃើញបុគ្គលម្នាក់ដើរលើផ្លូវហ្នឹងបន្ទាត់ត្រង់អញ្ចឹងយើងអត់ដឹងថាបែកឆ្វេងបែកស្ដាំបានទេអត់ទាយទុកបានទេអត់កំណត់ទុកបានទេព្រោះហេតុដូចបែបនេះព្រោះហេតុតែសពថ្ងៃវត្ថុកាមវាឡើងសម័យព្រះអង្គពុទ្ធោរមាននៅផងនៅមានអ្នកដែលចង់សឹកទីណាត់ទីណែងអត់បាយកាហាយទឹកក្នុងសម័យព្រះពុទ្ធកាលចុចតម្រាំតែសម័យយើងឯនេះដែលសម្បូរដោយវត្ថុកាមគុណគ្រប់សពគ្រប់បែបនៅសំបីតែចង្ហាន់វ៉ាន់ជូនដែលញាតិញោមយកមកហ្នឹងក៏ជាចំណែកមួយដែរមិនមែនថាអញ្ចឹងតិចមិនយកចង្ហាន់ប្រគេនលោកមិនទេតែថាវាជាចំណែកមួយគ្រឿងពៅគ្រឿងអីនឹងគ្រប់បែបយ៉ាងទឹកនេះទឹកនោះអាទំនើបដែលល្អថ្លៃហ្នឹងមិនសិតតែជាគ្រឿងដែលបរិភោគដោយខ្វះការពិចារណាទៅវាជាការបន្ថែមឡើងនៃកិលេសដែលស្រ័យបញ្ចកម្មគុណនោះវាទំនើបពេកងាកទៅសម្ភារៈទៅក៏វាទំនើបងាកទៅមនុស្សនោះក៏ល្អងាកទៅគ្រឿងហូបចុកគ្រឿងអាស្រ័យនឹងក៏វាល្អនៅមនុស្សខ្វះនៅការអប់រំចិត្តនឹងមមទាំទៅឬក៏មិនប្រឆាំងនឹងកាមទៅកើតឡើងគឺចំណងដែលវាចង់មិនចេះចាប់មិនចេះហើយហ្នឹងទៅក៏លាចាកសិក្ខាបទដែរហើយនឹងអត់មាននរណាមកក្រាន់បើងសឹកអីហ្នឹងទេមិនអាចសន្យាបានណាថាបួសទៅអង្គនឹងបួសទៅអូទល់តែថ្ងៃលិចហ្នឹងក៏មិនហ៊ានថាព្រោះផ្លូវវាត្រង់អំពិតមែនហើយតែផ្លូវបែកវាច្រើនសកាត់មកសកាត់ហ្នឹងគឺផ្លូវបែកវាច្រើននេះតែបើទោះទៅអង្គលោកលះចាកសិក្ខាបទក៏លោកបានមាននៅចំណេះដឹងអំពីការសាងនៅភ្នោះដែលបានបួសបានរៀនហើយយកចំណេះដឹងហ្នឹងទៅប្រកបរបរចិញ្ចឹមជីវិតទទួលទានឬធ្វើការងារធ្វើអីផ្សេងនឹងជាដើមទៅក៏ជាប្រយោជន៍មួយក្នុងការជួយដល់សង្គមនឹងវិញដដែលទេក្រំតើលោករលាស់ខ្លួនពីភេទបែបនេះជួយតាមផ្លូវបែបនេះទៅជួយតាមផ្លូវបែបនោះអីចឹងទៀតអញ្ចឹងហើយបានថាប្រសពអង្គណាដែលលោកបានបោះរហូតដល់សកុតនឹងគឺលោកតស៊ូណាស់
តែល្មមទេទៅមិនរួចទេទុកមិនជាប់ទេណាកុំថាឡើយតំណែងទីរាជាគណៈនឹងក៏ដោយតំណែងអីក៏ដោយតែថាទៅឲ្យខ្លុះមិនជាប់ច្បាក់ក៏មិនជាប់ដែរបើត្រូវដោះទៅហើយនោះតែបើត្រូវនៅវិញទៅតែគេដេញអាកអធៀងថ្នោតតែមិនក៏នៅតែនៅអញ្ចឹងនេះរឿងភ្នោះនោះវាខ្លាំងអញ្ចឹងហ្នឹងស្រ័យលើបច្ច័យសេសៈតតែងហ្នឹងគឺខ្លាំងអញ្ចឹងបើចង់សឹកហើយអញ្ជើញដាក់ត្រង់ដែកចុះនៅតែសឹកបានអញ្ចឹងព្រះអង្គខ្លះមុនសឹកនោះមានប្រសក់មកយំលហេមលហាមសិស្សគុណយំលហេមឡាមពាត់ជុំវិញនៅតែសឹកបានអញ្ចឹងឲ្យតែថាចង់ហើយព្រះអង្គខ្លះដែលលោកមិនចង់សឹកនោះទៅពីអូហ៎មិនគេទាញមិនក៏លោកមិនសឹកលោកសុខចិត្តសកត់នឹងភ្នោះហ្នឹងណាអញ្ចឹងបានថាឧបនិស្ស័យបោះនឹងសឹកនេះមានកម្លាំងខ្លាំងដូចគ្នាអត់តែមានណាគ្រាន់បើជាងណាទេមិនថាទេអាត្មាគ្រាន់បើជាគេគ្រាន់បើជាងកណាគ្រាន់បើជាងព្រះអង្គអត់មានទេសឹកតែរឿងថ្ងៃណាថ្ងៃនោះបើមិនខ្លាំងមានបែកផ្លូវទៅត្រង់អាហ្នឹងខ្លាំងមែនអញ្ចឹងតែយើងក៏បីអញ្ចឹងបានតែការបួសក្នុងព្រះសាសនានេះមិនមែនចេះទៅថាងាយស្រួលអីទៅទេបើតាអង្គុយតែស្រួលទៅបួសគ្រប់តែគ្នាហ្នឹងញាតិញោមលែងមានប្តីហើយពូប្រុសថាស្រួលមកបួសអស់ហើយនោះតែវាមិនស្រួលអាស្រ័យហេតុនិងបច្ច័យសិស័កគ្រប់គ្រាន់បានឲ្យមកបួសឥឡូវឧទាហរណ៍ថាតែឥឡូវខ្ញុំកណាស្មានលើកតំណែងរាជាគណៈហ្នឹងឲ្យទៅប៉ូលីសមកបួសមកមើលបួសម្ដងបំអត់ឲ្យតំណែងប៉ុណ្ណេះក៏មិនមកបួសអត់មានបច្ច័យសិស័កគ្រប់គ្រាន់ក្នុងការក្នុងហេតុជាអ្នកបួសនោះណាហើយប្រកាន់ថាចំណែកជាការបួសបានសាងនៅសេចក្តីល្អនោះគឺថាយើងមិនសូវចាប់អារម្មណ៍មិនសូវចាប់អារម្មណ៍មកឃើញតែទោសអូសដំណើរអញ្ចឹងទៅហ្នឹងហើយលោកយ៉ាងនេះមួយលោកយ៉ាងនោះពីរអីចឹងទៅវាជារឿងនោះវាជារឿងបុគ្គលទេម្ចាស់ថ្លៃហើយសង្ឃអ្នកបួសនោះលោកទាំងឡាយកុំច្រឡំអ្នកបួសជាស្ថាប័នជាចង្កោមជាសហជាសមាគមធំមួយក្នុងចក្រវាលសង្ឃជាបឋមប្រធានសង្ឃនេះគ្មានពាក្យថាខុសទេគ្មានពាក្យថាខុសគ្មានពាក្យថាអាក្រក់ទេថាអាក្រក់នោះបុគ្គលពិខុជាបុគ្គលនោះទេដែលខុសมันអាចតែបុគ្គលនឹងខុសមួយទៅចោលដល់សង្ឃផ្សេងអាក្រក់យ៉ាងនេះយ៉ាងនោះមិនទេអញ្ចឹងបានតែព្រះរាមាពុទ្ធព្រះអង្គតែងតែប្រកាសពោលឲ្យយើងធ្វើនៅបុណ្យជាមួយនឹងសង្ឃកុំឲ្យយើងធ្វើបុណ្យជាមួយបុគ្គលក្រែងវាស្ដាយក្រោយក្រែងនៅបានផលតិចអញ្ចឹងបានលោកទាំងឡាយកុំធ្វើបុណ្យជាមួយនឹងបុគ្គលបើធ្វើអីឲ្យទិសចំពោះសង្ឃអញ្ចឹងទៅរឿងបុគ្គលហ្នឹងបើថាធ្វើត្រូវវាអត់អីទេបើធ្វើខុសទៅវាដូចតែចង្វាក់គេទាញទម្លាក់ជ្រោះយកចង្វាក់ហ្នឹងមកពាក់កព្រមឲ្យគេអូសទម្លាក់ជ្រោះហ្នឹងអញ្ចឹងណាដោយសម័យក្រោយពុទ្ធកាលមកមានមហាទេវៈតែមិនមែនទេវមនីទេណាព្រះមហាទេវៈហ្នឹងគេថាចេះចាំបត្រៃ3ដកចេះចាំគ្រប់បែបយ៉ាងតែលោកធ្វើអនន្តរិយកម្មដល់តែ3ដល់តែ4នោះទី1លោកសម្រាប់ម្ដាយសម្រាប់ឪពុកសម្រាប់ព្រះអរហន្តហើយសម្រាប់ឪពុកសម្រាប់
ខ្លួនឯងទៅស្រឡាញ់ម្ដាយស្រឡាញ់ម្ដាយមិនត្រូវស្លាប់ឪពុកហ្នឹងអនន្តរិយកម្មទី1ដែលសម្រាប់ឪពុកហ្នឹងព្រះអរហន្តលោកឃើញភិក្ខុជាព្រះអរហន្តលោកឃើញខ្លាចបែករឿងពីព្រះអរហន្តទៅសម្រាប់ព្រះអរហន្តមួយទៀតហ្នឹងមិនអនន្តរិយកម្មទី2ដែលតែមកនៅជាមួយម្ដាយនឹងយូរទៅនឹកឃើញចង់ទៅបួសខ្លាចបែករឿងហ្នឹងសម្រាប់ម្ដាយបំមិតមាត់មួយទៀតទៅវាបីចូលទៅបួសលោកប៉ាកែលោកប៉ាកែចាំប៉ាកែចេះប៉ាកែស្ដាប់អានអីត្រឹមត្រូវអញ្ចឹងទៅមានសិស្សមានគុណច្រើនឡើងទៅលោកចាប់ផ្ដើមតាំងខ្លួនជាព្រះអរហន្តហើយក៏តែងជាកអង្គនេះសោតាបានអង្គនេះសក្តិអនាគាដល់កូនសិស្សនោះឆ្ងល់ទេគ្រូព្រះអាចារ្យអញតែងតាំងយ៉ាងនេះយ៉ាងនោះព្រោះអាកាលិកោធម្មតាគឺដឹងច្បាស់ឃើញច្បាស់ដោយខ្លួនឯងមកសម្រាប់ជាសោតាដឹងខ្លួនឯងសោតាតែឥឡូវអាត្មាអញនេះគ្រូអញព្យាករថាអរិយបុគ្គលថ្នាក់នេះអញអត់ដឹងតែខ្លួនឯងអញ្ចឹងផងទៅសួរព្រះអាចារ្យចាព្រះអាចារ្យលោកចេះតែដោះស្រាយទេលោកតែអំបាលនៅព្រះមុខលៀនព្រះសរិបុត្រអីនៅមានព្រះពុទ្ធព្យាករអញ្ចឹងលោកម្ចាស់ឯងនឹងក៏ខ្ញុំកណាព្យាករអញ្ចឹងដែរអីដែរអញ្ចឹងទៅយូរទៅកូនសិស្សនោះប្រកាន់ធម៌បែបហ្នឹងទៅប្រះចាកជាមួយនឹងព្រះអរហន្តមែនតែនណាអញ្ចឹងក៏ប្រឆាំងគ្នាចុះឡើង8សង្ឃអនន្តរិយកម្ម4យ៉ាងហើយអ្នកដែលជ្រះថ្លាក្នុងសំណាក់លោកនឹងនាំគ្នាលើកតបលើកទីងទៅធ្វើបុណ្យជាមួយកោតក្រែងគោរពតាចេះដល់តែចុងក្រោយកាលដែលធ្វើនឹងវាមិនបានគោរពចំពោះសង្ឃដល់មិនបានគោរពចំពោះសង្ឃព្រះអង្គនោះលោកធ្លាក់នរកហើយលោកនាំអ្នកដែលធ្វើបុណ្យជាមួយលោកនោះធ្លាក់នរកទៀតមិនមែនរឿងធម្មតាទេណាទៀតខ្ញុំបាននៅខ្ញុំកណ្ដាលខ្ញុំចេះតែដាស់តឿនអស់លោកទៅស្រឡាញ់អង្គណាក៏ដោយគោរពក្នុងសំណាក់ណាក៏ដោយវត្តណាក៏ដោយសំណាក់អាចារ្យណាលោកគ្រូណាព្រះអង្គណាក៏ដោយគោរពចាស់ស្រឡាញ់ចោះប៉ុន្តែពេលដែលធ្វើបុណ្យគប្បីប្រារព្ធចំពោះសង្ឃកុំចំពោះបុគ្គលអីក្រែងបបះអ្នកត្រូវវាជាភ័ព្វចុះបបះអ្នកខុសទៅវាមិនទៅបងទៅហើយទេតែបងគ្រាន់តែបងទៅចុះតែឧទានយើងទម្លាក់ឲ្យធ្លាក់ចុះទៅទៀតដែរចឹងបានតែសាសនានេះមិនមែនជាសាសនាជាប់នឹងគ្រូមិនមែនសាសនាជាប់នឹងអាចារ្យមិនមែនសាសនាជាប់នឹងអង្គនេះអង្គនោះអីទេជាសាសនាដែលលើកតម្កុំតម្កើងនៅខ្លួនឯងជាទីពឹងមាននៅសមាសមាធិតម្កល់ចិត្តឲ្យត្រូវត្រង់ហើយមានខ្លួនឯងជាទីពឹងគឺប្រព្រឹត្តល្អដោយខ្លួនឯងដោយកាយនិងវាចានិងចិត្តដោយខ្លួនឯងឲ្យនៅត្រង់ក្នុងសិលធម៌ក្នុងសេចក្តីល្អហើយក៏បានដល់នៅព្រះរតនត្រ័យជាទីពឹងទីរលឹកអានេះអញ្ចឹងលោកទាំងឡាយក៏បីរលាស់ខ្លួនឲ្យជាប់ពីពួកនិងកណាត់ហើយតម្កល់ចិត្តនៅក្នុងសង្ឃគុណទៅសង្ឃនឹងគឺអត់និយាយលោកណាអង្គណាទេតែខ្ញុំកណាទាំងអស់អង្គនឹងនៅអញ្ចឹងមកយើងហៅមួយម៉ាត់គឺចំពោះសង្ឃគុណបើទោះតែក្នុងចំណោមអង្គនឹងខុសខ្លះត្រូវខ្លះយ៉ាងម៉េចបើអត់មានខាតអីដល់យើងទេអត់មានក្តៅកាហាយអីដល់យើងទេរឿងភ្លើងនឹងគឺភ្លើងអ្នកដោះស្រាយខ្លួនឯងទៅយើងអ្នកដែលទៅព្យាយាមយកផលអំពីភ្លើងហ្នឹងក៏អត់មានប៉ះពាល់អីហ្នឹងទេចាំបានសូមឲ្យអស់លោកជាពុទ្ធបរិស័ទ
ក៏បីជ្រាបពីតម្លៃនៃការដែលបានបួសបានភ្នោះក្នុងព្រះសាសនាយោងស្រុកយោងសន្តានច្រើនណាស់វាតែវត្តអញ្ចឹងណាលោកចាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយបើកុំមានប្រសង់គង់នៅយើងទៅធ្វើវត្តធ្វើអីឥឡូវវាសួរមើលហើយវត្តហ្នឹងវាតតែសង់មកធ្វើបានកើតបើតែបាត់តែប្រសក់គេយកតីវត្ថុមកទំនុកបង្រងមែនហើយតែអតីវត្ថុរបស់ប្រសក់ហ្នឹងយកមកទំនុកបង្រងព្រោះអាស្រ័យតែសង់នៅក្នុងវត្តឥឡូវបើសិនតែឲ្យមេភូមិមកអង្គុយហើយមកជើងធ្វើមកគេមកថ្វាយបច្ច័យកសាងអីទៅរួចទេតែមិនរួចទេថាអាស្រ័យប្រសង់ហើយការកសាងហ្នឹងវារីកចម្រើនក្នុងភូមិក្នុងឃុំក្នុងស្រុកហ្នឹងឯងដូចតែវត្តណាល្បីល្បាញក្នុងស្រុកក្នុងឃុំក្នុងភូមិនឹងមួយចឹងទៅវាយោងញាតយោងសន្តានយោងកិត្តិយសឲ្យដល់ជាពលរដ្ឋឲ្យដល់សញ្ញាធរគ្រប់ដំណាប់ថ្នាក់អីហ្នឹងនឹងរឿងហ្នឹងអញ្ចឹងបានតែជាគុណណាស់ហើយប្រសង់ចូលរួមចំណែកច្រើនណាស់គ្រប់ផ្សឹងទៅគ្រប់វិស័យជាចំណែកមួយជាចលករមួយហ្នឹងគឺថាតបមុនចេញតែច្បាំងហ្នឹងណាក៏លោកអលាស់ទឹកដែរលោកក៏ជាចំណែកមួយក្នុងការឲ្យកម្លាំងចិត្តក្នុងផ្នែកការពារជាតិដែរហើយព្រះអង្គគ្រប់ព្រះអង្គបឋមកតេកាចារគ្រប់ព្រះអង្គលោកទេសនាព្រានបដៅសពថ្ងៃហ្នឹងក៏លោកជាចំណែកមួយក្នុងវិស័យអប់រំដែរឬក៏ក្នុងវិស័យរក្សាឲ្យបាននូវសិលធម៌នៅពីសមាចារក្នុងសង្គមអ្នកណាកើតគ្រោះទូរភពភ្លើងឆេះផ្ទះអីលោកជួយទៅទំនប់បំរុងអបស្ទប់ជាមួយនឹងគណៈអភិបាលស្រុកជាមួយនឹងមេឃុំចៅសង្កាត់អីហ្នឹងក្នុងកិច្ចការងារកកបាតក្រហមអីលោកក៏ជាចំណែកក្នុងកិច្ចការងារហ្នឹងឯកកបាតក្រហមបើញោមទៅញោមពាក់តស៊ីងមួយជាសញ្ញានេះបើលោកសង្ឃធ្លាកទៅដប់ក្រហមទៅតែមកលើកតំប្រឡងទាំងអីទៅដាក់ចូលរួមជួយជាចំណែកស្ថាប័នមានតែឡែកតែប្រសង់អបស្ទប់ស្ទើរទៅគ្រប់ស្ថាប័ននេះគឺជាវិស័យមួយដែលយើងក្នុងសម័យមុនមិនគិតថាអត់ប្រយោជន៍ទេតែក្នុងសម័យបច្ចុប្បន្ននេះអាចគិតថាអត់ប្រយោជន៍ខ្លះតែគេទៅវត្តធ្វើអីមិនដឹងឯនាំគ្នាធ្វើបុណ្យធ្វើអីជាមួយផងពួកលោកអស់ហ្នឹងបានប្រយោជន៍អីអត់បានគិតអំពីបីតែជាប្រយោជន៍ចេញពីសាសនាបើសិនជាអត់ប្រយោជន៍ដូចដែលយើងគិតមែននោះមិនមែនអ្នកប្រាជ្ញបណ្ឌិតលើកតម្កើងសាសនាហ្នឹងមកដាក់ក្នុងរដ្ឋធម្មនុញ្ញទេលើកមកដាក់ក្នុងរដ្ឋធម្មនុញ្ញព្រោះអាស្រ័យថានឹងជារឿងសំខាន់មួយដែរហើយការគៀងគរមនុស្សក្នុងចលករសាសនានេះគឺមានកម្លាំងខ្លាំងជាងការគៀងគរធម្មតាអញ្ចឹងចលករហ្នឹងយើងរួបរวมសាមគ្គីគ្នាទៅរួបរวมអភិវឌ្ឍគ្នាទៅគឺប្រទេសជាតិយើងបានរីកចម្រើនហើយកាលណាប្រទេសជាតិយើងបានរីកចម្រើនយើងក៏កុំស្កើងទៅតាមនឹងដែរលោកទាំងឡាយមកដល់ដំណាក់កាលនេះហើយមិនមែនជាដំណាក់កាលរកខុសរកត្រូវទេតែជាដំណាក់កាលដែលប្រឹងទាំងអស់គ្នាប្រឹងដើម្បីជួយសង្គមជួយនៅប្រទេសជាតិរបស់យើងហើយក៏សូមផ្ដាំផ្ញើជូនដល់
យុវជនចំនួនក្រោយក៏បីលៃយ៉ាងម៉េចឲ្យចេះស្ថិតនៅក្នុងក្រមសីលធម៌ព្រោះថាដែលយើងរៀនដល់បណ្ឌិតនោះក៏គ្មានតម្លៃដែរបើសិនជាយើងគ្មានក្រមសីលធម៌មិនរៀនដល់បណ្ឌិតមើលទៅអ្នកជុំវិញថាជាសម្រាមល្ងង10ចិត្តមិនចេះអីហ្នឹងគឺមិនទេណាបើកាលណាយើងរៀនកាន់តែខ្ពស់យើងក៏បីអនុគ្រោះឲ្យកាន់តែទៀបដល់ជនគ្រប់ស្រទាប់វណ្ណៈឥឡូវយើងរៀនចប់បណ្ឌិតបើយើងដើរឈើដាក់គេត្រង់អញ្ចឹងទៅគេមិនលើកដៃសាទរយើងទេប៉ុន្តែបើយើងរៀនត្រឹមអក្ខរកម្មក៏ដោយតែយើងទៅចេះលើកដៃសម្រៀបសួរសំពះគេសម្ដែងគេរវៈគេក៏រាប់រកយើងវិញអញ្ចឹងដែរអញ្ចឹងចំណេះដឹងវាប្រសើរហើយប៉ុន្តែបើចេះដឹងហើយប្រកបដោយក្រមសីលធម៌នោះរឹងរឹកតែប្រសើរដែរប៉ុន្តែបើមានតែក្រមសីលធម៌ខ្វះចំណេះដឹងក៏វាពិបាកដែរអញ្ចឹងហើយទើបសូមឲ្យយើងលើកកម្ពស់តម្លៃសិក្សានេះគឺប្រឹងសិក្សាស្វែងយល់ស្រាវជ្រាវរៀបរកនៅចំណេះដឹងឯណាថ្មីដែលយើងមិនទាន់ដឹងមិនទាន់ចេះឲ្យចេះប៉ុន្តែពេលដែលចេះដឹងហើយក៏បីត្រូវរស់នៅក្នុងក្រមសីលធម៌កុំចេះរហូតដល់ថ្នាក់មើលទៅឃើញអ្នកជំវិញខ្លួនដូចមិនមែនមនុស្សអញ្ចឹងនោះក៏មិនកើតដែរហើយកាលដែលកើនឡើងនៅមនុស្សបែបនេះក៏កំគួរឲ្យកើនឡើងបន្តអីក៏បីកាត់បន្ថយដើម្បីធានាឲ្យបាននៅសេចក្តីសុខទាំងអ្នកដែលចេះអ្នកមិនចេះចេះរួបរวมគ្នាសាមគ្គីគ្នាជាជនលកដើម្បីស្ដារឲ្យបាននៅធនធានមនុស្សដែលមានចំណេះដឹងនិងសិលធម៌កាលណាប្រទេសដែលមានចំណេះមានប្រជាជនដែលមានចំណេះដឹងច្រើនហើយមានសិលធម៌ច្រើនគឺប្រទេសល្អឥឡូវប្រជាជនយើង16លានអ្នកជាងអ្នកចេះសពថ្ងៃក៏ច្រើនដែរប៉ុន្តែចេះមែនហូបសម្រាមនៅតែបោះចោលដែរអាហ្នឹងក៏មិនខិតដឹងតែចេះមកធ្វើអីរៀនចាប់បណ្ឌិតនោះមកធ្វើអីទេហ្នឹងហើយព្រោះកាលណាយើងចេះយើងត្រូវទៅប្រកបដោយសេចក្តីថ្លៃថ្នូររៀនចេះទៅចាប់បណ្ឌិតជ្រៅជ្រះមើលឃើញមុខក្រោយទៅដល់តែមានរឿងអីជេរឈ្ងុយយើងអ្នកអត់ចេះទៀតបើអ្នកចេះបកកាយជេរនោះព្រមនឹកពាក្យថ្មីជេរបានច្រើនក៏អត់ល្អដែរនឹងអត់ល្អដែរហើយអ្នកចេះច្រើនតែបែបនោះទៅសង្គមស្រួលឬមិនស្រួលយើងគិតមើលនាំគ្នារៀនចេះគ្រប់គ្នាដល់ចូលមកវត្តមកវាអញ្ចឹងសម្រាប់ខ្លួនឯងចេះទុកដាក់ឲ្យល្អបោះចោលទៅពីនឹងល្អមិនល្អនោះចេះយកមកធ្វើអីចេះអញ្ចឹងបើតែចេះខ្លះទៀតទៅគេធ្វើមិនតាន់ហើយផងនោះក៏ខុសនេះក៏ខុសហើយបើដឹងតែខុសអញ្ចឹងក៏មិនធ្វើម្ដងទៅវាអញ្ចឹងឬក៏ទៅធ្វើខ្លួនឯងមួយឲ្យកើតតែមកចេះដែរតែចេះទើសចេះតោះហ្នឹងក៏មិនតាន់តែល្អប្រសើរអាចតែចេះទៀតទៅចេះពិតចេះដាសាហើយហួរនិន្ទាគ្នាចុះឡើងហ្នឹងក៏មិនយើងចេះប្រសើរអីទេអ្នកចេះពិតប្រកបគឺអ្នកចូលរួមជាចំណែកអនុវត្តនៅសេចក្តីល្អឲ្យគេឃើញឲ្យគេយកគំរូតាម
ប៉ុន្តែទោះតែគេមិនឃើញទោះតែគេមិនយកគំរូតាមក៏ដោយក៏ត្រូវតែធ្វើខ្លួនឯងឲ្យជាគំរូដល់គ្រួសារខ្លួនឯងដល់កូនចៅខ្លួនឯងហើយពេលណាដែលយើងជួយតាមរយៈបែបហ្នឹងសង្គមយើងពោរពេញដោយសិលធម៌អញ្ចឹងការអភិវឌ្ឍទៅគឺស្រួលណាស់ហើយបើសង្គមមានសិលធម៌ច្រើនអភិវឌ្ឍដល់ណាក៏ដោយក៏នៅតែលំបាកអញ្ចឹងព្រោះរបស់ទាំងអស់វាត្រូវការប្រើប្រាស់ដោយសិលធម៌ដូចផ្លូវថ្នល់អញ្ចឹងលងស្ពានអីអញ្ចឹងកាលណាមនុស្សមានសិលធម៌ទៅប្រើប្រាស់ល្អគ្រាន់បើស្រួលបួលទៅតែមិនមានសិលធម៌ទេមិនស្រួលវាយយកដែកលក់អញ្ចឹងវត្តអារាមអញ្ចឹងកសាងបានស្អាតក៏ដោយតែបើសង្គមជុំវិញវត្តអារាមអត់មានសិលធម៌ទេបើគេលួចខ្ទេចរបស់របរអស់លោកហ្នឹងបានក៏លួចទៅលក់អេតចាយដែរដាក់ធៀបខ្មោចក្នុងចែកដីហ្នឹងក៏ចាក់ចេញយកទៅលក់អស់ដែរកោតទៅលួចតាំងពីសម្បត្តិខ្មោចឡើងទៅអាហ្នឹងគឺមិនមកទៅពីសង្គមវាអត់សិលធម៌អត់សីលធម៌ហ្នឹងណាជាសំខាន់ណាស់អញ្ចឹងមិនថាចេះតែអភិវឌ្ឍតែខ្វះសិលធម៌មិនកើតមានតែសិលធម៌បើខ្វះចំណេះក៏មិនកើតអញ្ចឹងបានតែសូមឲ្យយើងជាយុវជនជំនាន់ក្រោយគប្បីធ្វើពីរឿងនេះឲ្យដើរទៅទទឹមគ្នាហើយរៀនបណ្ដោះមនសិការពីយើងនឹងទៅជាប្រសេសមេដាបៃតាអាណាព្យាបាលហ្នឹងគប្បីលៃយ៉ាងម៉េចណែបង្រៀនកូនឲ្យស្ថិតនៅក្នុងក្រមសិលធម៌ហើយមានមនសិការពីក្មេងៗបានគ្នាធំឡើងមានទិសដៅច្បាស់លាស់យើងចេះប្រាប់កូនចេះសួរកូនទៅកូនឯងបានចាកូនឯងរៀនដើម្បីធ្វើអីរៀនដើម្បីចេះកូនឯងចេះហើយកូនឯងធំឡើងចង់ធ្វើអីក្មេងខ្លះថាខ្ញុំចង់ធ្វើប៉ូលីសក្មេងខ្លះខ្ញុំថាចង់ធ្វើទាហានធ្វើគ្រូបង្រៀនធ្វើគ្រូពេទ្យអីចឹងទៅយើងសួរក្មេងៗទៅមកទៅឆ្លើយថាអញ្ចឹងណាប៉ុន្តែពេលដែលយើងសួរមកដល់ចំណុចមួយទៀតថាពេលដែលកូនឯងធ្វើប៉ូលីសទាហានហើយគ្រូបង្រៀនគ្រូពេទ្យហើយតែកូនឯងធ្វើអីទៀតបើច្រើនក្មេងនឹងគៀងត្រឹមនឹងមិនដឹងឆ្លើយថាម៉េចទេអញ្ចឹងហើយយើងជាម្ដាយឪពុកគប្បីបង្រៀនកូនថាពេលដែលកូនឯងបានធ្វើកិច្ចការងារនឹងហើយកូនគប្បីលៃយ៉ាងម៉េចជួយប្រទេសជាតិយើងជួយសង្គមយើងជួយគ្រួសារយើងជួយបងប្អូនយើងឲ្យបាននៅសេចក្តីសុខប្រកបដោយមនសិការបែបនេះមួយបែបនេះពីរអញ្ចឹងទៅពេលណាយើងបង្រៀនអញ្ចឹងក្មេងវាដកអានឹងមកពេលដែលដកគំនិតបែបហ្នឹងមកគឺក្មេងកំណត់គោលដៅរៀនហើយមាននៅមនសិការៈក្នុងការជួយនៅប្រទេសជាតិហ្នឹងដោយមិនអាត្មានិយមទេពេលដែលក្មេងនឹងធំឡើងប៉ុន្តែយើងសប្តាហ៍ណាស់តើរៀនដល់ទុតិយភូមិអីហើយបានចាប់ផ្ដើមប្រាប់អារឿងបែបហ្នឹងឲ្យគ្នាអានឹងវាសឹងហួសពេលទៅហើយព្រោះអាផ្នត់គំនិតពីខាងដើមនោះកាលដែលនៅជាថ្មយើងមិនព្រមឆ្លាក់ដល់តែឆ្លាក់នឹងដីខ្សាច់វាមិនជាប់ព្រោះស្អីវាត្រូវការពីខាងដើមឥឡូវលោកទាំងឡាយសាកមើលកាលដែលកូនលោកទាំងឡាយទៅចេះនិយាយថ្មីបើម្ដាយចេះអង់គ្លេសឪពុកចេះអង់គ្លេសនិយាយទៅអង់គ្លេសជាមួយកូនបើកូនចេះអង់គ្លេសបើនិយាយមួយខ្មែរនិយាយចិនចេះចិនបើធំឡើងចាំនិយាយជាមួយវាទៅរៀនផងអីផងទិញផងចង់ទៅមុខអញ្ចឹងអ្វីក៏ដោយវាត្រូវការពីខាងដើម
ចាំមកនៅសុំឲ្យយើងនឹងបង្រៀនកូនបង្រៀនចៅយើងពីខាងដើមនៅចំណេះដឹងឲ្យគ្នាហើយឲ្យនៅមនសិការដល់គ្នាផងកុំឲ្យដល់ទៅពេលធំឡើងកូនអត់មានមនសិការយើងខាងពិបាកចិត្តអញខំឲ្យរៀនឲ្យសូត្រអស់ទាំងលុយអស់ទាំងកាក់មិនសមណាបីណាឯងចោលមកសៀតដល់ថ្នាក់នឹងសហើយយើងទៅស្ដាយក្រោយហើយវាហួសពេលហើយព្រោះយើងអត់បានបណ្ដុះណោះអត់បានបណ្ដុះនៅមនសិការឲ្យកូនរបស់យើងប៉ុណ្ណឹងទៅចោវែងឆ្ងាយទៅទៀតក៏ចេះតែវែងទៅហ្នឹងហើយសារតែមីក្រូថ្ងៃនេះរៀងស្រួលនិយាយទៅចេះតែភ្លេចខ្លួនទៅតាមបណ្ដាលបុណ្យខ្លះមីក្រូមិនសូវល្អទៅក៏មួយម៉ាត់ពីរម៉ាត់ទៅចេះតែលែងទៅនិយាយទៅស្ដាប់គ្នាមិនកើតនោះតែបរិស័ទក្នុងវត្តបលាំងនេះមានសម្ដាប់ធ្នាប់ផងគណៈកម្មការរៀបចំល្អផងអីផងមានមេក្រូនិយាយស្រួលផងតែក៏ចេះតែលងទឹកមាត់ហ្នឹងទៅមានតែប៉ុណ្្នឹងទេចូលរួមជាចំណែកក្នុងការអបអរសាទរជាមួយនឹងព្រះរាជាគណៈព្រះមន្ត្រីសង្ឃដែលទទួលបានការតែងតាំងថ្មីតអនុវត្តក្នុងការជួយគាំពៀវិស័យពុទ្ធកសិក្សាវិស័យសាសនាវត្តអារាមជាពិសេសវត្តអារាមទាំង62វត្តនៅក្នុងស្រុកវលាបអ៊ី3ឡើង3ឡើង1ទៀតឡើង4ណា64ណាឡើង1ទៀតដល់កាហ៎ឲ្យឡើងពុទ្ធោ1ទៀតនឹងហើយអញ្ចឹង64ធម្មយុត្ត2ធម្មយុត្ត2មានិកាយ2ត្រូវ64ហើយទទួលការខុសត្រូវជាព្រះលេខាអនុគុណហ្នឹងគឺតាមសំមេតនីហើយព្រោះពាក្យតាលេខានោះមិនដែលស្រួលទេម្ចាស់ថ្លៃមេទៅប្រើលេខាទៅដល់ធ្វើបានដូចចិត្តមិនទៅរករឿងអ្នកណារករឿងលេខាហ្នឹងអញ្ចឹងកិច្ចការងារលេខាដូចកិច្ចការងារចិត្តទុកអញ្ចឹងណាគេប្រើឲ្យទៅឲ្យយប់ថ្ងៃល្ងាចព្រឹកគេថាកិច្ចការងាររវល់កិច្ចការងារទំនួលខុសត្រូវធំណាស់ក្នុង64វត្តហ្នឹងមានវត្តខ្ញុំកណាខ្ញុំមួយដែរជាចំណុះនឹងប្រសពតែនៅក្រោមការមើលការខុសត្រូវរបស់ព្រះមន្ត្រីសង្ឃស្រុកហ្នឹងឯងមិនអ្នកណាតែគ្រាន់បើជាងអាជ្ញាធរជាងអ្នកគ្រប់គ្រងនោះក៏អត់មានទេអញ្ចឹងនៅមានប៉ុណ្ណឹងសូមឲ្យការដឹកនាំរបស់ព្រះគុណម្ចាស់ប្រកបដោយធម៌ជាសង្ឃហៈអនុគ្រោះមេត្តាដល់ព្រះសង្ឃដែលនៅក្រៅមកវានក្នុងស្រុកហើយបានភាពរីកចម្រើនតិចតិចអស់កាលជាងវែងតទៅយ៉ាងធម្មទេសនាងទេសសាមិទីធម៌វិសេសទេសនាដែលសម្ដែងនៅខ្ញុំបកណាអាត្មាភាពប្រសនមត្តចាប់ដែរប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុសាធុយើងកុំធូរឆោកុំដើរតាមបងគ្រូកុំឲ្យសោះខ្ញុំកុំឲ្យសោះ